scrub 3ប្រភេទដែលល្អមែនតើសម្រាប់អ្នកដែលគាត់មានស្បែកស្ងួតស្បែកហៀងបែកសកាឬក៏ស្បែករបស់គាត់មើលទៅគឺស្ងួតខ្លាំងហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើជាប្រភេទ scrub 3នេះបានដែលល្អខ្លាំងជួយផ្ដល់សំណើមហើយមួយទៀតនៅពេលដែលយើងប្រើទៅគឺយើងអត់មានអារម្មណ៍ថាស្បែករបស់យើងស្ងួតជាងមុនឬក៏អីជាងមុនទេដោយសារតែស្បែកស្ងួតគឺពួកគាត់ពិបាកមែនតើនៅក្នុងការរើសជាប្រភេទ scrub សម្រាប់ scrub នៅលើស្បែក scrub ខ្លះនៅពេលដែលយើងប្រើហើយគឺយើងមានអារម្មណ៍ថាហៀងស្អិតស្បែករបស់យើងគឺមានសភាពស្ងួតជាងមុនហើយ scrub ដែលយើងប្រើទៅហើយមានសភាពស្ងួតជាងមុនធ្វើឲ្យស្បែករបស់យើងនឹងគឺមានសភាពងាយជ្រួញងាយចាស់ជាងវ័យខ្លាំងមែនតើអញ្ចឹង scrub ទី1ខ្ញុំណែនាំឲ្យប្រើជាប្រភេទ scrub ដែលផ្សំចេញពីខ្ទិះដូងឬក៏ប្រេងដូងដោយសារតែអ្នកដែលគាត់មានស្បែកស្ងួតគឺចាំបាច់មែនតើក្នុងការផ្ដល់សំណើមទៅដល់ស្បែកមិនថាពីខាងក្រៅឬក៏ខាងក្នុងទេហើយអ្នកដែលគាត់ចង់ប្រើជាប្រភេទ scrub អាចជ្រើសរើសជាប្រភេទ scrub ប្រេងដូងឬក៏ផ្សំចេញពីខ្ទិះដូងនេះបានដោយសារតែវាផ្ដល់សំណើមខ្ពស់ជួយធ្វើឲ្យស្បែករបស់យើងមើលទៅទន់រលោងហើយនឹងភ្លឺថ្លាហើយជំរុញកោសិកាចាស់បានល្អទៀតហើយប្រភេទ scrub ទី2ហ្នឹងគឺជាប្រភេទ scrub ដែលផ្សំចេញពីត្រកូលជាមួយនឹងប្រេងដូងអញ្ចឹងយើងដឹងថាត្រកូលគឺវាមានអត្ថប្រយោជន៍ច្រើនមែនទែនដែលជួយធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាជួយបង្រួមរន្ធញើសរបស់យើងឲ្យរួមតូចហើយប្រេងដូងគឺវាជួយផ្ដល់សំណើមជាសម្រាប់អ្នកដែលស្បែកស្ងួតគាត់អាចប្រើជាប្រភេទ scrub បែបហ្នឹងទៅគឺល្អទៅដល់ស្បែកហើយមួយទៀតគឺអត់កកិតស្បែកអត់ធ្វើឲ្យស្បែករបស់គាត់ហ្នឹងគឺមានសភាពស្ងួតជាងមុនទេហើយទី3គឺជាប្រភេទ scrub ចុងក្រោយដែលអ្នកទាំងអស់គ្នាដែលមានស្បែកស្ងួតអត់គួរមើលរំលងទេគឺជាប្រភេទ scrub ដែលផ្សំចេញពីអង្ករស្រូវសាឡៃអង្ករហើយនឹងមានត្រកូលជាមួយនឹងប្រេងដូងអញ្ចឹងអ្នកដែលគាត់មានស្បែកស្ងួតគឺអាចប្រើជាប្រភេទ scrub នេះបានដោយសារតែប្រភេទ scrub ហ្នឹងគឺវាមានសភាពទន់នៅលើស្បែកហើយមួយទៀតជួយផ្ដល់សំណើមស្បែករបស់យើងហ្នឹងគឺខ្ពស់ខ្លាំងមែនតើដែលធ្វើឲ្យស្បែករបស់យើងហ្នឹងមានសភាពថាទន់ភ្លឺរលោងហើយមួយទៀតគឺជួយបន្តឹងស្បែករបស់យើងហ្នឹងឲ្យតឹងណែនក្មេងជាងវ័យអញ្ចឹងអ្នកដែលគាត់មានបញ្ហាស្បែកស្ងួតឬក៏ស្បែកស្ងួតខ្លាំងហ្មងគឺអាចប្រើជាប្រភេទ scrub 3នេះបានដែរកន្លងមកធ្លាប់តែប្រើជាប្រភេទ scrub អីខុសផ្សេងហ្នឹងគឺអាចសាកបាន